តាអ៊ំរូបសំណាកមេតបខ្មែរសង់បែរមុខទៅរកច្រកព្រំដែនអានសេសស្រែកឲ្យកូនខ្មែរចងចាំទុកយោធាថៃបានយកគ្រឿងចក្រចូលឈូសឆាយកំទេចរូបសំណាកតាអ៊ំដែលសាងសង់នៅរង្វង់មូលច្រកអានសេសស្ថិតក្នុងភូមិអានសេសឃុំជាំខ្សានស្រុកជាំខ្សានខេត្តព្រះវិហារហេតុអ្វីយោធាថៃស្អប់លោកតាអ៊ំម្លេះតាប្រវត្តិរូបសំណាកលោកតាអ៊ំមានអ្វីពាក់ព័ន្ធគំនុំអតីតកាលរវាងខ្មែរនិងសៀមព្រះតេជគុណសឿនសុភាបានឲ្យដឹងថាតាមប្រវត្តិរឿងព្រេងខ្មែរក្នុងសម័យអង្គរលោកតាអ៊ំគឺជាមេទ័ពខ្មែរដ៏ខ្លាំងពូកែម្នាក់នៅសម័យសង្គ្រាមលោកបានដឹកនាំទ័ពអានសេសដ៏អង់អាចជាង 2000 នាក់ទៅខាងជើងដើម្បីទៅបង្ក្រាបទ័ពសៀមបន្ទាប់ពីបានធ្វើដំណើរមកដល់ចំណុចច្រកនេះលោកក៏បានបញ្ជាឲ្យកងទ័ពទាំងអស់ឈប់អានសិនដែលមានន័យថាឈប់សម្រាកសិនទ័ពស្រេះទ័ពស្រួចលាក់បើតាមវចនានុក្រមសម្ដេចជួនណាតអានសេសមានន័យថាកែបសេះឲ្យឈប់សម្រាកចំនួន3ថ្ងៃដើម្បីរៀបក្បួនវាលុកទប់ទល់នឹងកងទ័ពប្រទេសសៀមទទួលបានជោគជ័យបន្ទាប់ពីនោះមកឈ្មោះនោះក៏បានតមកដល់បច្ចុប្បន្នចាប់ពីពេលនោះមកច្រកទ្វារទីនោះបានជាប់ឈ្មោះមកជាច្រកទ្វារអានសេសដែលជាច្រកចេញធ្វើសឹកនឹងការឈ្លានពានពីសៀមផងជាច្រកពាណិជ្ជកម្មដ៏សំខាន់ជាមួយប្រទេសសៀមច្រកអានសេសស្ថិតនៅភាគខាងជើងស្រុកជាំខ្សានមានចម្ងាយពីទីរួមស្រុកប្រមាណ24គីឡូម៉ែត្រលើក្នុងភូមិដងរែកជាប់ព្រំប្រទល់ខេត្តឧប៉ុងប្រទេសថៃរូបសំណាកតាអ៊ំដែលកសាងនៅលើច្រកអានសេសដោយយោធាតំបន់សឹករងព្រះវិហារក្បែរមាត់ច្រកទ្វារក្នុងទឹកដីកម្ពុជាហើយដែលកន្លងទៅទាហានសៀមតែងតែចោទខ្មែរថាបានកសាងសង់រំលោភ MOU ឆ្នាំ2000នោះដោយខុសកិច្ចសន្យាដូច្នេះទើបយោធាសៀមតែងតែចង់វាយកំទេចរូបសំណាកលោកតាអ៊ំក្នុងចំនួន2លើកកាលពីថ្ងៃទី24ដល់28ខែកក្កដានិងថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025កន្លងមកនេះ